គ្រាន់តែខ្ញុំមកដល់ផ្ទះភ្លាមបងប្អូនហើយមិនអង់យូរទេដូរតែខោភ្លាមគឺថានាំប្អូនខ្ញុំយកឃ្មុំតែម្ដងបងប្អូនខ្ញុំឃ្លានចាកូនឃ្មុំអាំងគឺថាយូរហើយបងប្អូនមិនដែលបានហូបទេទឹមតែលើកទី1ថ្ងៃចូលឆ្នាំខ្ញុំមកហើយខ្ញុំបានហូបកូនឃ្មុំខ្ញុំអានហូបរបស់ខ្ញុំបានហូបឆ្លមកជូរគ្រឿងពោះត្រីនិងក្បាលត្រីក៏មិនអាចខ្ញុំធ្វើឲ្យខ្ញុំហូបមានទាំងពីអាំងឃ្មុំចារបស់ដែលសិតតែខ្ញុំចូលចិត្តទាំងអស់ចាបងប្អូនហើយអត់បាយមួយថ្ងៃដល់ពេលបានមកឃើញម្ហូបអញ្ចឹងនេះតើអារម្មណ៍សប្បាយចិត្តប៉ុណ្ណាម្ដាយខ្ញុំបុកគ្រឿងតាំងពីម៉ោង2ដែលខ្ញុំនៅបាត់ដំបងឥឡូវណាបងប្អូនចាខ្ញុំថាខ្ញុំចង់ហូបក្បាលមកជូរគ្រឿងចាក្បាលត្រីស្ដោអញ្ចឹងណាបងប្អូនមានពោះមានក្បាលម្ដាយខ្ញុំក៏បុកគ្រឿងចាំដល់ពេលខ្ញុំមកខ្ញុំក៏បានឲ្យបងខ្ញុំយកឃ្មុំដើម្បីយកកូនឃ្មុំមកអាំងហូបជុំគ្នាចាបងប្អូនអារម្មណ៍ពិតជាសប្បាយចិត្តខ្លាំងមែនទែនទោះបីតែភ្នែកខ្ញុំរៀងឆ្លាក់មិនបានដេកមួយយប់ដាច់បាយមួយថ្ងៃមែនតែមិនដល់ផ្ទះភ្លាមនិយាយថាខ្ញុំបញ្ញាបញ្ញាប់ដើម្បីចាត់ចែងថាចូលចក្រានជើងឆ្នាំងអីអញ្ចឹងទៅណាបងប្អូនចាឥឡូវនេះមិនទាន់ចូលចក្រានជើងឆ្នាំងទេគឺថាឡើងយកឃ្មុំសិនចាគឺថាយកឃ្មុំដើម្បីយកកូនមកអាំងហើយបានក្បាលទឹកគេម្ដាយខ្ញុំក៏បានទុកក្បាលទឹកនោះគឺថាឃ្មុំខែចែតពិតជាទឹកឃ្មុំល្អនេះគឺយកបានឲ្យបងប្អូនចាក្មួយខ្ញុំរត់បាតជើងសព្រាតខ្ញុំក៏រត់ដែរបងប្អូនតែម្ដាយខ្ញុំអត់មានរត់ទៅណាទេក្នុងអង្គុយហ្នឹងគឺថាឃ្មុំហៅពេញមេឃបងប្អូនបងខ្ញុំបានយកចុះមកឲ្យបងប្អូនទៅមើលបានទឹកប្រមាណដែរបងប្អូនចាក្បាលទូចទេបងប្អូននេះកូនក៏ទូចដែរបងប្អូនអត់ច្រើនទេអាំងទៅបានតិចមួយបងប្អូនអើយនិយាយថាបើធំវិញមិនឆ្ងាញ់ប៉ុណ្ណាទេហូបស្អាតចឹងណាបងប្អូនចាឥឡូវនេះខ្ញុំឃើញកូនឃ្មុំគឺថារត់ពេញវាលពេញការខ្ញុំក៏រត់ដែរលើដល់វគ្គខ្ញុំនេះមករៀបចំផ្សំគ្រឿងអាំងកូនឃ្មុំឲ្យបងប្អូនឃើញថាខ្ញុំក៏ចូលច្រានជើងឆ្នាំងហើយម្ដាយខ្ញុំក៏រៀបចំទៅបុនគេចឹងទៅបងប្អូនគឺថាខ្ញុំមកដល់ភ្លាមដូរតែខោទេចាគឺថាខ្ញុំបញ្ញាប់បញ្ញាញម្ដាយខ្ញុំនេះក៏បានមកជួយខ្ញុំចាំមកមើលយើងទៅរកថង់រកអីជ្រកអង្គដើម្បីទៅបុនគេបងប្អូនឃើញហើពេញមេឃពេញព្រៃពេញដៃពេញជើងខ្ញុំមិនមែនជារុយទេណាបងប្អូនចាអធិស្ឋានគឺជាកូនឃ្មុំទេបងប្អូនចាមិនមែនរុយទេបងប្អូនមើលទៅថាយើងយកកូនគេមកចឹងទៅគេមិនទៅណាក៏គេមកចឹងទៅអើយខ្ញុំនិយាយទៅខ្ញុំចង់បាបទេតែខ្ញុំឃ្លានខ្លាំងពេកចឹងណាបងប្អូនចាគឺខ្ញុំឃ្លានខ្លាំងមែនទែនគឺថាយើងមិនអាចទៅរកទិញណាបានទេដល់ពេលបានឃើញឃ្មុំនៅគៀនផ្ទះយើងនៅខាងលើដំបូលផ្ទះបាយហ្នឹងគឺថាយកតែម្ដងបងប្អូនចាប្រាប់ម្ដាយខ្ញុំទៅវិថីមកថាទុកឲ្យខ្ញុំមកយកខ្លួនឯងតាដល់ពេលធៀបពិតខ្ញុំបានយកទេបងប្អូនខ្ញុំទេអ្នកឡើងយកបងប្អូនឥឡូវនេះគឺថាកំពុងថាលើកឆ្នាំងលើកបាយចេញទៅដើម្បីយើងដាក់អាំងនេះបងប្អូនមើលម្ហូបខ្ញុំមើលថ្ងៃនេះគឺថាម្ហូបអូយសុទ្ធតែរបស់ដែលខ្ញុំចូលចិត្តនិយាយទៅគឺថាអារម្មណ៍សប្បាយចិត្តណាស់បងប្អូនមិនងាយបានហូបរបស់បែបហ្នឹងទេឥឡូវបងប្អូនទៅមើលផ្ទះខ្ញុំវិញ